មានរឿងមួយពីអ្នកប្តីប្រពន្ធណាបាទពីអ្នកប្តីប្រពន្ធស្រឡាញ់គ្នាខ្លាំងមែនតើថ្ងៃមួយគាត់ទៅបង់សំណាញ់បាទគាត់ទៅបង់សំណាញ់ហើយនៅតំបន់ហ្នឹងល្បីថាមានត្រីធំធំឲ្យតែអ្នកទៅបង់សំណាញ់នៅហ្នឹងទៅគេចអត់ផុតទេដឹងថាចំណាយពេលយូរទៀតដល់បានត្រីធំហើយដល់ពេលមួយគាត់ពីអ្នកប្តីប្រពន្ធទៅបង់សំណាញ់ហើយប្រពន្ធទៅជួយលើកទឹកចិត្តគេទៅគ្រប់គ្រងដល់ពេលដីបង់ទៅពឹកធ្លាក់ទៅជាប់គល់អស់គាត់ទាញមកដីគេថាត្រីធំម៉ែវាត្រីធំម៉ែវាដល់អត់កើតទេម៉ែវាឲ្យទៅដើរទៅពុំទៅឆ្លោះមួយអ្នកជិតខាងយើងសិនតែមិនឆ្លោះទេត្រីធំទៅដល់គេសុំអស់ហើយឥឡូវដើរទៅឆ្លោះមួយអ្នកជិតខាងសិនហើយដល់ពេលឆ្លោះមួយអ្នកជិតខាងអស់ឆ្លោះគ្នាអស់ឡើងនិយាយអស់គ្នាណាហើយពុនមកវិញប្តីគេចោះទៅប្តីគេចោះគេលោតចោះទៅមានអីមានត្រីណាបកគល់ឈើហើយស្លាប់បាទហើយស្លាប់ហើយប៉ះចំអាមាត់ច្រាំងទៀតហ៎ប្រពន្ធគេអង្គុយយំបងអើយថាបងអើយយកអូនទៅផងបងអអត់អូនអត់ដៃរស់នៅម្នាក់ឯងបានទេអូនជីវិតនេះបើអត់មានបងអូនក៏អត់មាននៅលើផែនដីនេះដែរគឺយំចោះយំឡើងបាទទឹករលកវាខ្លាំងបុកច្រាំងមកធ្លាក់បាក់ច្រាំងធ្លាក់ភ្លោះហើយស្អីម៉ែជួយបងអត់តចោះចឹងមានន័យថាម៉េចមានន័យថាទោះបីនៅក្នុងកលៈទេសៈយ៉ាងណាក៏ដោយអាការស្រឡាញ់ខ្លួនឯងហ្នឹងណានៅតែកម្រិតលើប្រាប់ថាអូនមិនអាចរស់នៅដោយគ្មានបងបានមិញណាអាហ្នឹងជា fake ទេជាពាក្យអត់ពិតទេយល់អត់ជាពាក្យអត់ពិតទេបើយ៉ាងអត់ស្រួលយ៉ាងធ្លាក់ចូលនៅក្នុងកន្លែងហ្នឹងអញ្ចឹងរឿងសំខាន់ណាបាទប្រយ័ត្នប្រាប់ថាស្រឡាញ់ណាស់បងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីអូនណាដល់ពេលមានរឿងប្រុចទៅបាត់បាទនេះមានការនៃច្រើនអញ្ចឹងសរុបសេចក្តីមកវិញថានៅក្នុងចំណុចទាំង5នេះណាទី1ឥឡូវទី1ត្រូវបង្កើតឲ្យមានជំនឿជឿជាក់ទំនុកចិត្តអានឹងជាកត្តាដ៏សំខាន់តើពីមាននឹងហើយកត្តាជំរុញឧបត្ថម្ភពីក្រោយទៀតគឺវិរិយៈគឺសេចក្តីព្យាយាមអញ្ចឹងយើងមានតែជំនឿជឿជាក់មានតែគោលដៅប៉ុន្តែបើយើងខ្វះសេចក្តីព្យាយាមវាអាចរុញយើងទៅដល់ទេហើយសេចក្តីព្យាយាមនឹងទៀតបើសិនបើការព្យាយាមរបស់យើងអត់ត្រឹមត្រូវការព្យាយាមរបស់យើងអត់ចំគោលដៅទេមានន័យថាការព្យាយាមរបស់យើងហ្នឹងវាអាចខុសគេត្រូវចំណាយពេលវេលាត្រឹមតែ3ឆ្នាំយើងចំណាយ5ឆ្នាំជួនកាលអត់ទាន់ដល់ទេហើយការព្យាយាមហ្នឹងត្រូវពោពេញអីគេត្រូវប្រកបទៅដោយសតិម្ល៉េះហើយបានសតិហ្នឹងវាឈានជើងចូលមកនៅក្នុងនឹងដែរហើយបន្ទាប់ពីមកកណាត់4មកកណាត់3ហ្នឹងហើយចូលកណាត់ចុងក្រោយទៀតគឺរៀនធ្វើជាមនុស្សដែរចេះបង្កើតនៅគំរូភាពហើយរៀនធ្វើជាមនុស្សដែរចេះមិនទៀបខ្លួនរៀនធ្វើជាមនុស្សដែរមានចិត្តទូលាយរៀនធ្វើជាមនុស្សដែលមានមេត្តាចិត្ត